យើងកថាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយដែលយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តតោះចូលដល់ហេតុការណ៍ទៅយ៉ាងណាចូលស្ដាប់ទាំងអស់គ្នាខ្ញុំនឹងយករឿងអតីតកាលខ្ញុំនៅពីក្មេងមកនិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់កំសាន្តនៅកាលនោះខ្ញុំមានមិត្តភក្តិចំនួន2នាក់ដែលមានឈ្មោះថាអាឆៃនិងអាគឿនអាពីរនាក់នេះជាមិត្តសម្លាញ់អាប់របស់ខ្ញុំកាលនៅក្មេងពួកខ្ញុំដើរទៅណាមកណាជាមួយគ្នាតែរហូតដែលបាច់គ្នាមួយថ្ងៃទេសូម្បីតែទៅរៀនថ្នាក់ជាមួយគ្នាដែរបើសិនជានិយាយអំពីការចំនួននោះពួកខ្ញុំលេងរបស់តាមសម័យកាលដូចជាលេងគប់រូសសត្វលេងឈូសបង្ហោះខ្លែងលេងលោតទឹកអីជាដើមនិយាយរួមទៅគឺមិនខ្វះអីលេងទេហើយសប្បាយទៀតផងមិនមែនដូចគ្មានសម័យឥឡូវពួកមើលតែទូរស័ព្ទបើនិយាយអំពីការធ្វើខ្លែងខ្ញុំគឺប្រកែតែម្ដងហើយមិនដែលចេះមានចាក់គួរស្អីនោះទេបើពីរអ្នកនោះវិញវាតែងតែឲ្យខ្ញុំជួយធ្វើខ្លែងឲ្យវាតែរហូតហ្នឹងព្រោះអីពួកវាមិនសូវចេះធ្វើទេហើយពួកខ្ញុំតែងតែទៅបង្ហោះខ្លែងនៅវាលស្រែជប់នៅផ្ទះខ្ញុំតែម្ដងហើយតែពួកយើងបង្ហោះហើយយើងក៏យកខ្សែទៅចងនៅរបងដែលជារបងចំការគេហើយពួកយើងទៅចេញប្រតិបត្តិការទៅលួចបេះផ្លែតបែកគេតែនៅគៀននោះព្រោះអីរបងគេធ្វើអំពីបន្លាលួសដែលមានប្រហោងឲ្យយើងចូលទៅលួចបេះបានបើថ្ងៃណាម្ចាស់គេក៏លេចមកឃើញពួកខ្ញុំនេះរត់ដាច់ជើងចោលហើយថាបើគេចាប់បានហើយច្បាស់ជាសូនមិនខានទេតែបើនិយាយទៅខ្ញុំក៏លួចបេះតែញឹកដែរទេហើយផ្ទះគាត់ក៏មិននៅឆ្ងាយពីផ្ទះខ្ញុំប្រហែលដែរតែមិនដែលឃើញគាត់ទៅថាឲ្យឬក៏ស្ដីឲ្យដែរទេនៅចំនួនហ្នឹងភូមិខ្ញុំគឺសម្បូរដើមឈើណាស់ពេញភូមិតែម្ដងហើយដើមឈើក៏មានច្រើនណាស់ដូចជាដើមទឹកដោះគោល្មុតមាក់ប្រាំងចេកខ្នុរគឺពេញភូមិមួយចកាតែម្ដងហើយចំការខ្លះគេគ្មានធ្វើរបងពាត់អីទេតែពួកខ្ញុំចូលបេះសេរីហើយការចំនួននោះក៏មិនសូវមាននរណាគេរវីរវល់នឹងការលួចបេះផ្លែឈើប្រមាណដែរនិយាយឲ្យមានថ្ងៃមួយពួកខ្ញុំ3នាក់ក៏បានបបួលគ្នាទៅលេងហ្គេមនៅឯជិតវត្តមួយដែលមានឈ្មោះថាវត្តរំដួលពេលទៅដល់ពួកខ្ញុំក៏បានដើរផ្លូវកាត់តាមក្នុងវត្តហើយក្រោយវត្តនោះក៏មានប្រឆាដុតខ្មោចមួយដែលគេទុកសម្រាប់បូជាសពកាលហ្នឹងនៅក្នុងវត្តក៏មានដើមឈើដើមចេកច្រើនគួរសមដែរគេដាំនៅជាប់ប្រឆានោះពេលទៅមិនមានរឿងអីទេគឺស្ងាត់ធម្មតាហើយពួកខ្ញុំក៏បានទៅលេងហ្គេមនៅលេងសប្បាយពេកភ្លេចមើលម៉ោងរហូតដល់ម៉ោង3រសៀលទៅពួកខ្ញុំព្រោះអស់លុយទិញកាក់ជំនាន់ហ្នឹងគឺគេទិញកាក់ដាក់ចូលក្នុងទូហ្គេមបានលេងបានមិនមែនដូចសម័យអ៊ីនធឺណិតឥឡូវទេបងប្អូនខ្លះប្រហែលជាធ្លាប់លេងហើយហ្គេមទូហ្នឹងហើយពួកយើងក៏បានបបួលគ្នាមកផ្ទះវិញតែបើនៅមានលុយទៀតប្រហែលជាត្រូវនៅលេងទល់យប់តែម្ដងហើយមើលទៅតែនេះគង់តែអស់លុយទេពួកខ្ញុំត្រឡប់មកផ្ទះវិញហើយពួកយើងក៏បានដើរតាមផ្លូវដែលយើងដើរមកពីថ្ងៃមិញពេលដើរចូលទៅក្នុងវត្តដើរហួសកត់លោកអស់ទៅពួកយើងក៏ដើរមកដល់ផ្លូវតែក្បែរវិឆាខ្មោចនោះមុនដំបូងខ្ញុំនិយាយថាពួកឯងអត់មានរត់ចោលគ្នាទេវើយពួកវាក៏ងក់ក្បាលថាអូខេព្រោះពេលនោះនៅកន្លែងវិឆាហ្នឹងស្ងាត់ឲ្យជ្រាបដូចចោលលុយសេះអញ្ចឹងបើនិយាយទៅក្នុងចំណោមពួកខ្ញុំហ្នឹងអាឆៃវាខ្លាចខ្មោចខ្លាំងជាងគេអានោះប្រងតែរត់ចោលពួកខ្ញុំទេតែវាមិនហ៊ានបើអាគឿនវិញអានោះវាមិនសូវខ្លាចប្រមាណទេពេលនោះអាគឿនវាបានកលេចទៅមើលកន្លែងប្រឆាដុតខ្មោចនោះវាឃើញដូចជាមានមនុស្សពាក់អាវសដើរទៅវិញដើរទៅមកវាក៏ស្មានថាមានតាអាចារ្យនៅទីនោះដឹងវាក៏បាននិយាយឡើងថាពួកអានេះឯងមើលនោះមើលតាអាចារ្យគាត់មកធ្វើអីដែរបើអត់មានខ្មោចដុតផងហ្នឹងហើយគាត់ដើរទៅវិញដើរទៅមកអត់ចេះហត់ទេអីពេលនោះពីអ្នកខ្ញុំក៏បានងាកទៅមើលគឺឃើញណាដូចជាមានមនុស្សពាក់អាវពណ៌សដូចជាមិនមែនដើរទេដូចហោះទៅហោះមកស្ទុយមិនទេមើលទៅអាឆៃតោងស្មាខ្ញុំឡើងទប់ហើយវាក៏និយាយថាដូចមិនស្រួលទេអញគិតថាមិនមែនមនុស្សទេមនុស្សអាណាគេមកដើរអីនៅហ្នឹងអាគឿនវាក៏បានឈប់ហើយក៏បានចូលសម្លឹងមើលមួយសន្ទុះអានោះក៏បានស្រែកឡើងថារត់អាឡបល់យោខ្មោចពីអ្នកខ្ញុំក៏បានរត់តាមវាពីក្រោយសឹងលៀនដាត
អត់បានខ្វល់អីច្រើនទេមកដល់ផ្ទះអ្នកភូមិពួកយើងក៏បានឈប់សម្រាកព្រោះអីរត់មុនហ្នឹងសឹងដៃដង្ហើមទៅហើយពេលបានមួយសន្ទុះខ្ញុំក៏បានសួរវាថាហើយមិនហើយឃើញអីគេមិញអាគឿនវាក៏បានឆ្លើយថាអញមិញហ្នឹងសម្លឹងមើលយូរទៅបានឃើញកាន់តែច្បាស់មិញហ្នឹងអញមើលឃើញព្រៃម្នាក់នោះឡើងរូងក្មេងវិញឡើងខ្មៅហាមាត់រះដល់កូនទៀតអញគាត់តែឃើញចឹងភ្លាមអញភ័យចង់ងាប់ទៅហើយបានអញស្រីប្រាប់ឲ្យពួកឯងរត់អាឆៃវាក៏បាននិយាយថាអញថាខ្មោចហើយពួកឯងនៅតែបណ្ឌិតនៅហ្នឹងអញខំរត់តាមពួកឯងចង់លៀនសួរទៅហើយអាគឿនវាក៏បានតបថាមិនដឹងខ្មោចតាំងពីយូរអាណានៅមើលធ្វើអីទៀតច្បាស់ជារត់បាស់ជើងសព្រាតទៀមខានទេពេលស្អែកឡើងខ្ញុំនៅអាគឿនក៏បានបបួលគ្នាទៅលេងបាញ់ឃ្លីជាមួយក្មេងនៅក្នុងភូមិខ្ញុំគិតថាបើបាញ់ឈ្នះបានច្រើនណាចាំលក់ឲ្យពួកវាវិញព្រោះអីទឹកដៃបាញ់របស់អាគឿនមិនមែនអន់ទេវាលេងមិនងាយចាញ់គេទេជួនកាលបានលុយទិញនំមកពីការបាញ់ឃ្លីនឹងឯងស្រាប់តែមួយសន្ទុះអាឆៃបានដើរមកបបួលពួកខ្ញុំថាតោះពួកឯងទៅងូតទឹកអីក្តៅណាស់ហ៎បានទៅលោតទឹកអីដល់សប្បាយមិនទេពេលនោះខ្ញុំក៏បានតបវិញថាចាំថ្ងៃទៅព្រោះអីអញនៅអាគឿនកំពុងជាប់ដៃបាញ់ឃ្លាពេលនេះកំពុងឈ្នះចាំលក់ហើយយកលុយទៅទិញនំចែកគ្នាស៊ីបើនិយាយទៅខ្ញុំនៅអាគឿនកំពុងតែជាប់ដៃបាញ់ឈ្នះច្រើនណាស់រវល់បាញ់ឃ្លាភ្លេចមើលថាអាឆៃវាតាណាបាត់ហើយប្រហែលជាម៉ោង2ថ្ងៃត្រង់ក៏ស្រាប់តែមានក្មេងប្រុសម្នាក់បានរត់មកប្រាប់ខ្ញុំថាឲ្យទៅជួយប្រាប់ម៉ែពួកអាឆៃផងថាអាឆៃវាលងទឹកហើយឲ្យបញ្ញាប់ទៅជួយវាផងទម្រាំតែចាស់នឹងម៉ែវាទៅដល់អាឆៃលងទឹកបាត់ទៅហើយពួកអាឆៃនិងលោកពូនៅក្នុងភូមិ4 5នាក់បានចុះទៅរាវរកអាឆៃប្រហែលជា3ម៉ោងក្រោយបានរកវាឃើញពេលគេស្រង់វាមកដាក់នៅលើគោករូបរាងអាឆៃឡើងស្លេកដូចគេខ្លះសេអញ្ចឹងម៉ែវាទៅហូរយំបោកខ្លួនផងស្រែកផងបើខ្ញុំនៅអាគឿនលិញលងទឹកភ្នែកដោយសារតែអាណិតពូម៉ាក់ខ្លាំងពេកមិនគួរណាជួបគ្នាថ្ងៃមិញសោះស្រាប់តែពេលនេះវាបានទៅចោលខ្ញុំនៅអាគឿនទៅហើយដល់ពេលគេសួរក្មេងដែលមកលេងទឹកជាមួយវាថាមិនបានអាឆៃលងទឹកក្មេងម្នាក់នោះក៏បាននិយាយថាអាឆៃវាលោតទឹកទៅកន្លែងជ្រៅពេកដោយសារតែវាមិនសូវប៉ិនហែលទឹកទេនិយាយទៅអាឆៃវាមិនចេះហែលទឹកប្រមាណទេពេលងូតទឹកជាមួយខ្ញុំលើកណាក៏ងូតទឹកនៅគៀនច្រាំងដែរលើកនេះប្រហែលជាវាលោតទៅហួសកន្លែងរាក់ដល់កន្លែងជ្រៅវាក៏លង់ទឹកទៅខ្ញុំធ្លាប់បង្រៀនវាហែលទឹកដែរតែអានោះវាល្ងងខាងហែលទឹកនឹងហើយមើលទៅបង្រៀនយ៉ាងណាក៏វាមិនចេះដែរថ្ងៃបុណ្យសពវាខ្ញុំនិងពុកខ្ញុំក៏បានទៅដេកកណ្ដោព្រោះអីនេះជាលើកចុងក្រោយចំណែកអាគឿនវិញវាមិនបានមកទេព្រោះអីផ្ទះវាមានតែម៉ែវានិងវាចំណែកពុកវាវិញស្លាប់ចោលវាតាំងវានៅតូចពេលយប់ជ្រៅបន្តិចប្រហែលជាម៉ោង11យប់នៅក្នុងរោងបុណ្យស្ងាត់ឲ្យជ្រាបចំណែកខ្ញុំវិញគឺដេកនៅជិតពុកខ្ញុំពេលនោះខ្ញុំក៏មានអារម្មណ៍ថាទៅចាក់ឲ្យស្រឹបហើយនឹងរសាបាតជើងនឹងព្រឺមិនដឹងទេដល់តែខ្ញុំអឺតមើលម៉ែអើយខ្ញុំឃើញអាឆៃខ្លួនវាឡើងស្លេកដោយការគេស្រង់វាចេញពីទឹកអញ្ចឹងពេលនោះក៏មានសំឡេងមួយមកនិយាយដាក់ជាខ្ញុំថាអាណាអាគឿនខ្ញុំគ្រាន់តែលឺក៏ស្ទុះក្រោកឡើងកាប់ព្រឹកខ្ញុំយល់សពសោះមួយសន្ទុះធំក្រោយមកមេឃក៏ភ្លឺល្មមថ្ងៃស្អែកឡើងម៉ោងប្រហែលជា11ថ្ងៃត្រង់គេក៏ចាប់ផ្ដើមបូជាសពវាកាត់រំលងបាន7ថ្ងៃក្រោយបុណ្យសពអាឆៃខ្មោចអាឆៃក៏បានចេញលងអាលបងថ្មីទៅជាលើកដំបូងតែវាមកលងខ្ញុំជាអ្នកទី1ពេលយប់ឡើងមិនដឹងថាម៉ោងប្រមាណទេគឺខ្ញុំដឹងត្រឹមថាឡើងស្ងាត់គឺឮតែសំឡេងពុកខ្ញុំស្រមុកតែប៉ុណ្ណោះពេលនោះឆ្កែផ្ទះរបស់ខ្ញុំក៏ចាប់ផ្ដើមព្រុសហើយនឹងលូនៅមុខរបងផ្ទះពេលនោះខ្ញុំក៏ឮសំឡេងដែលគេហៅឈ្មោះខ្ញុំក៏ដឹងខ្លួនព្រឺតនឹងស្វាងចេះសំឡេងនោះបានហៅថាអាវុធអើយអាវុធខ្ញុំស្ដាប់ទៅក៏ដឹងថានេះជាសំឡេងរបស់អាឆៃខ្ញុំគ្រាន់តែឮភ្លាមបះសក់ឡើងជ្រងដូចគេអ៊ុតសរោមអញ្ចឹងខ្ញុំក៏ស្ទុះចូលទៅដេកកណ្ដាលពុកនិងម៉ែរបស់ខ្ញុំតែមើលទៅពុកនិងម៉ែហាក់ដូចជាមិនដឹងខ្លួនសោះខ្ញុំក៏បាននិយាយតិចថាអាប្រកាច់នេះវាមករកស្អីវាអញខ្លាចចង់ងាប់ទៅហើយកាលវានៅរស់
វាខ្លាចខ្មោចជាងអីទៅទៀតឥឡូវវាបានធ្វើខ្មោចវាដើរលួងគេមើលតែគេហ្នឹងអត់ចេះខ្លាចអានេះអត់យល់អារម្មណ៍កាលវានៅរស់ខ្លាចខ្មោចយ៉ាងម៉េចសោះចាប់តែមួយសន្ទុះក្រោយក៏បានឮសំឡេងស្នូជើងដើរនៅលើក្បាលដំណេករបស់ខ្ញុំទៅមកហើយក៏បាននិយាយខ្សៅៗថាអាវុធឯងខ្លាចអញមែនសំឡេងនោះលឺដដែលពីរបីដងខ្ញុំក៏ដាច់ចិត្តឆ្លើយអឺហើយសំឡេងនោះក៏បានបាត់ទៅវិញខ្ញុំក៏សង្ងំដេកឃ្លុំភួយរហូតទល់ភ្លឺពេលព្រឹកឡើងខ្ញុំក៏បានជួបអាគឿនក៏បាននិយាយរឿងមួយថាវាយកមិញខ្មោចអាឆៃទៅរកវាហើយវាសួរអញថាខ្លាចវាមែនអានេះចេះសួរទៅកើតអញខ្លាចទៅងាប់ទៅហើយម៉ែបកាច់យកឲ្យតម៉ាក់ហ្នឹងបែបដាច់ខ្យល់ងាប់ក៏ជាខ្មោចដូចជាវាមិនខានទេខ្ញុំនៅអាគឿនក៏បានយករឿងនេះទៅប្រាប់ម្ដាយរបស់ខ្ញុំនិងម្ដាយរបស់វាហើយពួកគាត់ក៏បាននាំខ្ញុំទៅផ្ទះអាឆៃដើម្បីអុជធូបនិយាយថាឲ្យអាឆៃឈប់មករកពួកខ្ញុំទៀតទៅបើមានខុសឆ្គងអីកន្លែងណាមកពីមុនមកកុំប្រកែកប្រកាន់ពួកខ្ញុំអីលុះដល់ពេលយប់ឡើងខ្ញុំក៏បានយល់សុបិនឃើញថាអាឆៃបានដើរមករកខ្ញុំហើយក៏បានប្រាប់ថាអាវុធហែជួយប្រាប់អាគឿនផងលុយដែលវាជពាក់អញ500ហ្នឹងអញអត់យកពីវាទេហើយអញមកលាពួកឯងទៅហើយតែលើកនេះវាមកក្នុងសភាពដោយការវានៅរស់អញ្ចឹងហើយខ្ញុំក៏បានសួរវាថាឯងទៅណាវាគ្រាន់តែញញឹមហើយក៏បានដើរចេញទៅបាត់ទៅតាំងពីថ្ងៃនោះមកខ្ញុំក៏មិនលេងបានឃើញខ្មោចអាឆៃមកលេងពួកខ្ញុំទៀតដែរហើយបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុចរាវហើយនិង Subscribe និងសញ្ញាកណ្ដឹងឲ្យខ្ញុំផងបាទយងកថាសូមជម្រាបលា